ឥឡូវមកមើលប្រែតមួយទៀតស្អីគេហៅថាប្រែតរុំលំពេងគឺលំពេងវាដុះចេញតាមរុនរួម កាលមានជីវិតរស់ធ្វើជាព្រានព្រៃសម្លាប់សត្វដោយសារតែលំពេងពេលស្លាប់ទៅក៏មកកើតជាប្រែតរុំលំពេងរងទុក្ខវេទនាណាស់ទាំងស្រួចទាំងមុតតែម្ដងចាក់ទម្លុះស្បែកហើយភ្លើងក៏ឆេះពេញខ្លួនហើយនេះមកមើលដៃស្ដាំកាន់កាំបិតដៃឆ្វេងកាន់កន្ធោដែលមានទឹកមួយប្រភេទមានដង្កូវចេញមកប្រែតមួយនេះមិនមានមាត់ប៉ុន្តែដង្កូវវាកើតឡើងពីក្នុងខ្លួនវាព្យាយាមរលចេញមកតែរលចេញតាមមាត់មិនបានទើបយកកាំបិតវះមាត់ដង្កូវក៏ចេញមកបានហើយអាដៃឆ្វេងដែលកាន់កន្ធោចាក់ទឹកនោះគឺទឹកអាស៊ីតចាក់ចូលទៅក្នុងមាត់ដែលមានដំបៅទាំងឈឺទាំងផ្សាដែលមានដង្កូវរលចេញមកចេញមិនរួចត្រូវយកកាំបិតវះមាត់គេហៅថាប្រែតមាត់រលួយកាលនៅជាមនុស្សគឺចូលចិត្តនិយាយបង្អាប់និយាយបង្អាក់សកម្មភាពនិយាយបង្អាក់កម្លាំងចិត្តអ្នកដែលបានសាងអំពើល្អគេទៅថ្វាយបង្គំព្រះចេតិយក៏និយាយថាគុំទៅអីវាអញ្ចេះវាអញ្ចោះទៅបាទៅក្លឹបទៅនេះទៅនោះប្រសើរជាងថ្វាយបង្គំព្រះចេតិយដូចជាគ្មានបានឃើញស្អីផងរឿងធ្វើល្អកុំទៅហាមគេកុំទៅហាមណាវាមិនល្អទេឃើញទេមាត់មិនមានដង្កូវពីខាងក្នុងកើតឡើងដោយខ្លួនឯងហើយក៏យកកាំបិតវះពេលចាក់ទឹកអាស៊ីតចូលរួចដង្កូវក៏បាត់មាត់ក៏បិទដូចដើមនេះមកមើលប្រែតរយដីខ្លួនក៏មានការរោគស្បែកទៀតរមាស់វេទនាណាស់បើបានរយធូលីហើយក៏ធូរស្រាលបន្តិចតែវាក៏ក្រហាយទាំងកាយទាំងរមាស់កើតជាប្រែតនេះយូរអង្វែងណាស់កុំគិតថា1ខែ2ខែថ្ងៃណាវាជាអនន្តតែម្ដងប្រែតខ្លះព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងជាច្រើនព្រះអង្គទៅហើយតែខ្លួនឯងក៏មកនៅអង្គុយរួយធូលីបែបនេះកាលនៅជាមនុស្សគឺជាប្រពន្ធដើមតែមិនមានកូនហើយខ្លួនក៏ជាមនុស្សមច្ឆាទិដ្ឋិមិនចូលចិត្តឲ្យស្វាមីធ្វើបុណ្យស្វាមីក៏ទៅរកភរិយាមួយទៀតយកមកប្រពន្ធក្រោយជាមនុស្សល្អជាសមាទិដ្ឋិគាំត្រូវឲ្យស្វាមីធ្វើបុណ្យហើយក៏មានកូនជាមួយគ្នាប្រពន្ធដើមក៏មួម៉ៅក៏ធ្វើបាបយកធូលីទៅរួយលើកន្លែងដេកលើខោអាវយកខោអាវទៅចោលនៅរណ្ដៅផងនេះធ្វើបែបនេះរហូតដល់ពេលស្លាប់ទៅក៏មកកើតជាប្រែរួយធូលីបែបនេះឯងវេទនាណាស់នេះមកមើលប្រែតក្បាលជ្រូកដោះចង្កូមអានេះគឺជាវចីកម្មជាប្រែតស្រីណាចូលចិត្តឌីលថ្មេះស្វាមីហើយនឹងម្ដាយក្មេកក៏ខ្លាចជាបែបនេះទៅប្រែតស៊ីកូនខ្លួនឯងអានេះគឺជាពាក្យសម្បត្តិខុសពាក្យសម្បត្តិគឺខ្លួនឯងជាប្រពន្ធដើមហើយអត់មានកូនហើយស្វាមីក៏ត្រូវរកមនុស្សដើម្បីបន្តត្រកូលទើបតែរកប្រពន្ធមួយទៀតប្រពន្ធក្រោយក៏អាចបង្កើតកូនបានប្រពន្ធដើមក៏ក្តៅក្រហាយទើបទៅពិភាក្សាជាមួយបារិផាយិកាអ្នកបួសស្រីនារថីផ្សំថ្នាំធ្វើឲ្យប្រពន្ធក្រោយនោះរលូតកូន
ម្ដាយក្មេងក៏សង្ស័យថាប្រកាសជាថ្វីដៃរបស់ប្រពន្ធដើមហើយក៏ហៅមកសួរនាំប្រពន្ធដើមក៏ឆ្លើយអត់ទេមិនបានធ្វើទេបើសិនជាស្លាប់ទៅសូមឲ្យខ្លាចជាផាតស៊ីកូននេះមកពីថាគេមិនបានធ្វើបើធ្វើសូមឲ្យគេនេះកើតជាផាតស៊ីកូនហើយមិនយូរប៉ុន្មានក៏ស្លាប់ទៅក៏សំតាមបំណងតែម្ដងបាបកម្មដែលធ្វើជាមួយពាក្យសម្បត្តិខ្លួនធ្វើមែនតែនហើយក៏ហក់ស្បត់ក៏មកកើតជាប្រាតស៊ីកូនព្រឹក5ល្ងាច5នាក់មួយថ្ងៃ10នាក់ដូច្នេះហើយត្រូវស៊ីកូនខ្លួនឯងពោពោះដោយបាបកម្មមិនបាច់មានស្វាមីក៏អាចធ្វើឲ្យមានកូនពេលកើតមកក៏ស៊ីព្រឹក5ល្ងាច5តាមដងខ្លួនមានសុទ្ធតែខ្ទុះឈាមទឹករងៃនេះកម្មដោយសារតែស្បត់គុំទៅពន្លូតកូនគេវាបែបនេះណានេះឃ្លានខ្លាំងពេលកូនកើតមកកម្មបណ្ដាលឲ្យស៊ីបែបនេះនេះគេហៅថាប្រែតអាំងភ្លើងបាបកម្មគឺធ្លាប់កើតជាអគ្គមហេសីរបស់ព្រះរាជាមួយអង្គថ្ងៃមួយបានទៅឃើញព្រះរាជាកំសាន្តព្រះវរកាយជាមួយនឹងស្រីស្នំពេលឃើញហើយក៏កើតមានការប្រច័ណ្ឌព្រះរាជាអូហូពេលដែលទៅជួបស្រីស្នំក៏រីករាយហើយក៏ក្អឹកដូចជាកើតជាកំឡុះ2ទៅ3ដងទៀតអញ្ចឹងអគ្គមហេសីបានឃើញហើយអូហូទ្រាំមិនបានវាឈឺផ្សាក៏ទ្រាំមិនបានក៏ចាំរកឱកាសពេលនេះឲ្យកំសាន្តព្រះវរកាយសិនហើយព្រះរាជាតែងតែយកដៃមកអាំងចង្ក្រានដើម្បីឲ្យបាត់រងាពេលដែលឡើងពីទឹកក៏យកដៃមកអាំងលើចង្ក្រានធ្យូងដែលមានរងើកក្តៅស្នំក៏មកដល់តែមិនបានអាំងផងអគ្គមហេសីក៏យកចង្ក្រានដាក់គ្របពីលើក្បាលតែម្ដងឆេះស្រោចពេញខ្លួនដោយសារតែការប្រច័ណ្ឌពេលស្លាប់ទៅហើយក៏មកកើតជាប្រែតត្រូវចង្ក្រានធ្យូងដុតឆ្អើបែបនេះឯង